ពាក់ព័ន្ធទៅនឹងនៃសាររបស់សម្ដេចកាត់ចាប់ចោលមន្ត្រីនឹងឈ្មោះខលខូចចាប់ខ្លួនពួកគេដែលនាំតំណែងពីខេត្តចូលនៅក្នុងប្រទេសកម្ពុជាមែនតើយើងមើលទៅទាំងមន្ត្រីខលខូចទាំងឈ្មោះទុច្ចរិតនៅស្រុកខ្មែរហ្នឹងគឺគេធ្វើសកម្មភាពធ្វើអំពើដែលក្បត់នឹងទំនុកចិត្តរបស់ថ្នាក់ដឹកនាំហ្នឹងមកយូរហើយគឺមិនមែនទៅតែឥឡូវទេតាំងពីសម័យសម្ដេចតេជោលោកនៅជានាយករដ្ឋមន្ត្រីក៏ពួកហ្នឹងតែក្បត់ទំនុកចិត្តរបស់សម្ដេចដែរនៅពេលដែលយើងដាក់ចេញនៅវិធានការណាមួយទៅគឺវិធានការនោះហាក់ដូចជាមានប្រសិទ្ធភាពតែរយៈពេលខ្លីហើយក្រោយមកទៀតគឺវាវិលត្រឡប់មកសភាពដើមវិញដូចខ្មែរយើងនិយាយថាជាដូចជាការវិចកអញ្ចឹងទេខ្ញុំជឿថាសង្ឃឹមថាប្រសិនបើរាជរដ្ឋាភិបាលពិតជាធ្វើតាមការណែនាំរបស់សម្ដេចតេជោហ៊ុនសែនពាក់ព័ន្ធជាមួយនឹងការកម្ចាត់ឬក៏ការចាប់ខ្លួនមន្ត្រីខិលខូចនឹងឈ្មោះទុច្ចរិតទាំងអស់នោះគឺយើងនឹងសង្ឃឹមនៅការរីកចម្រើនកាន់តែខ្លាំងឡើងសម្រាប់ប្រទេសកម្ពុជារបស់យើងហើយប្រជាពលរដ្ឋក៏សាទរដែរខ្ញុំជឿថាប្រជាពលរដ្ឋខ្មែរនៅពេលដែលថ្នាក់ដឹកនាំបង្ហាញនៅឆន្ទៈនយោបាយឬក៏ការបដិញ្ញាចិត្តក្នុងការកែតម្រង់ក្នុងការកម្ចាត់ចោលមន្ត្រីខិលខូចឈ្មោះទុច្ចរិតនេះខ្ញុំជឿថាប្រជាពលរដ្ឋណាក៏សាទរដែរអញ្ចឹងនៅពេលដែលប្រជាពលរដ្ឋសាទរវាគឺបានដូចជាពរជ័យពីទេវតាអញ្ចឹងរដ្ឋាភិបាលក៏បានពរជ័យដែរហើយការដឹកនាំរបស់រដ្ឋាភិបាលក៏មានភាពរលូនដែរសុខដុមរមនារវាងប្រជាជននិងរាជរដ្ឋាភិបាល